Ló lý cha ta muaរបស់ធ្វើអីគឺជាមេធាវីធំមិញនេះក្រុមមួយនោះធ្លាក់ទៅលើនាងមុនហើយបន្តមកទើបនាងបោះវាទៅលើដីតើត្រូវទេនិយាយថាគេនេះចិត្តល្អខ្លាំងណាស់លោកគឺឡោះនិយាយអត់អីឡោះអីសួរបងប្អូនថ្ងៃនេះយើងមកនិយាយរឿង TB តទៀតអេពីសូតទី2ថ្ងៃមុនយើងនិយាយពីរឿងមួយថ្ងៃនេះយើងមកនិយាយពីរឿងថ្មីមួយទៀតរឿងមេធាវីចិត្តធေါ်ខ្ញុំដឹងថាទាំងអស់គ្នាបានមើលអត់ទេហើយរឿងនេះដូចជាមានចាក់នៅលើប៉ុស្តិ៍ទូដែរដំបងតែរឿងនេះខ្ញុំបានមើលដំបងនៅលើ YouTube ទេហើយខ្ញុំមើលទៅដកចប់អារម្មណ៍រហូតដល់ឥឡូវខ្ញុំមើលរឿងនេះអាចថា3ទៅ4ដងហើយទាំងវគ្គ1ទាំងវគ្គ2វាល្អមើលទាំង2ដោយសារមែនតើទៅយើងមើលរឿងនេះវាអត់សូវ stress ឲ្យខ្លាំងដូចរឿង TB មួយរយៈក្រោយរឿង TB មួយរយៈក្រោយយើងមើលទៅនឹងមានអារម្មណ៍ថា stress ខ្លាំងដោយសារតែតួអង្គភាគច្រើនហ្មងគឺកើតជំងឺរោគចិត្តមានបញ្ហាផ្លូវចិត្តអីចឹងទៅដល់ពេលរឿងនេះអត់ទេគឺគេបែបសบาย chill ខ្ញុំចិត្តអាវៈគេពីច្រើនគេញ៉ាំអីនៅតាមផ្លូវនៅហុងកុងហ្នឹងហើយជីវិតនៅសិនស៊ុយប៉ូហ្នឹងល្អមែនតើពេលគេធ្វើអីបានទៅគេញ៉ាំស៊ុបញ៉ាំអីឆ្នាំងភ្លើងជុំគ្នាអីចឹងណាពេលទៅមើលមានអារម្មណ៍ chill ឲ្យតែខ្ញុំមើលរឿងនេះខ្ញុំមានអារម្មណ៍ថាអត់ដឹងមិនមានអារម្មណ៍ដូច fresh រឿងនេះគេនិយាយពាក់ព័ន្ធជាមួយនឹងមេធាវីធំមួយដែលគាត់ត្រូវបានគេប្រឈប់ហើយគាត់ក៏ចង់ធ្វើដែរដោយសារតែបញ្ហាគេគឺគាត់កាត់ក្តីឲ្យអ្នកខុសហ្នឹងរហូតដល់ឈ្នះអ្នកធ្វើត្រូវគឺចាញ់ក្តីអញ្ចឹងគឺគាត់មានអារម្មណ៍ពិបាកចិត្តមែនតើហើយធ្វើបាបរហូតដល់ជនរងគ្រោះហ្នឹងដែលគេត្រូវចោទប្រកាន់ហ្នឹងរហូតដល់គេទៅស្លាប់ខ្លួនហើយគេដូចជាទៅសេសបុតផ្ដាំមកបែបហ្នឹងទៀតគឺស្ដីបន្ទោសមែនតើហើយក៏បែបហ្នឹងឈប់ធ្វើមេធាវីរហូតយូររាប់ឆ្នាំទៅបន្ទាប់មកក៏បានទៅនៅសិនស៊ុយពូអញ្ចឹងទៅហើយក៏ដឹងកំហុសខ្លួនឯងព្យាយាមធ្វើម៉េចច្បាប់គឺព្យាយាមជួយអ្នកខំមែនតើដោយអត់យកលុយយកកាក់អីច្រើនទេព្យាយាមត្រត្រង់ដោយសប្បុរសធម៌តាមអង្គការសង្គមស៊ីវិលអង្គការរបៀបថាគេមានធីមការងារគេមួយដែលចាំជួយប្រជាជនក្រីក្រដែលអត់មានចំណេះដឹងផ្នែកច្បាប់អីចឹងទៅហើយរឿងនេះក៏គេនិយាយពាក់ព័ន្ធនឹងជីវិតពិតដែរព្រោះពេលខ្លះមិនប្រកាសថាឲ្យតែយើងធ្វើល្អតែទៅឈ្នះរហូតទេហើយពេលខ្លះក៏វាចាញ់នឹងទឹកលុយដែរចាញ់នឹងសារទឹកលុយដែរអញ្ចឹងហើយក៏ពេលខ្លះអត់មានផ្លូវចេញដែរវាមិនមែនសុទ្ធតែមានផ្លូវចេញអត់ទេខ្ញុំឆ្លងរឿង TB គ្រប់រឿងវាមិនមែនថាគ្រប់រឿងពាក្យច្រើនហ្មងគឺវាបញ្ជាក់ពីអីដែលជាការពិតតថភាពជាក់ស្ដែងអញ្ចឹងវគ្គ1ហ្នឹងគឺបែបហ្នឹងជាប់គុកដោយសារតែព្យាយាមជួយគេអញ្ចឹងវាអត់មានវិធីមិនមានតែធ្វើមិនគឺត្រូវជាប់គុកហើយដល់ពេលអញ្ចឹងបានអាចជួយគេបានហើយរឿងមានការស៊ើបអង្កេតមានការអីហ្នឹងយើងល្អមើលមែនតើដោយសារតែព្យាយាមដើររកតម្រុយព្យាយាមអីដើម្បីតវ៉ាក្តីទៅវិញទៅមកអញ្ចឹងណាហើយបន្ទាប់មកក៏គេអាប៉ែហ្នឹងគឺនៅសិនស៊ុយពូដែលសុកក៏ជួបម្នាក់ស្រីនេះដែលជាកូនអ៊ីលោកប្រហិតអញ្ចឹងណាបន្ទាប់មកជួបគ្នាអ៊ីហ្នឹងអត់ខ្វល់ទេសំខាន់រឿងលុយហៅតែគេឈ្មោះហៅតែអីទេអត់ខ្វល់ចង់ដូចអាតួទេហើយក៏ដឹងអាតួថាជា LLO មេធាវីល្បីដែរតោះហើយរឿងសាច់រឿងវែងឆ្ងាយមកបន្ទាប់មកក៏យល់ដឹងថាអ្នកក្រមិនហើយត្រូវអត់គេធ្វើបាបអ្នកមានលុយអ្នកមានអំណាចអីចឹងអញ្ចឹងក៏ដាច់ចិត្តចេញពីគំនិតខ្លួនឯងដែលគិតតែរឿងគេឈ្មោះគិតតែរឿងអីចឹងក៏មក focus ហើយក៏ឆ្លាញ់គ្នាអីចឹងទៅអញ្ចឹងវគ្គ1
អាតួជាប់គុកដោយសារតែព្យាយាមធ្វើមិនដោះក្តីរហូតដល់ថ្នាក់ជាប់គុកហើយមេធាវីមួយជាងទៀតក៏ជាប់គុកដែរប៉ុណ្ណឹងខ្ញុំគិតថាវគ្គ2ខ្ញុំគួរនិយាយអត់ខ្ញុំអត់ដឹងដែរតែខ្ញុំនិយាយតែប៉ុណ្្នឹងបានដែរ Yeah bye ផ្លេចរឿងនេះល្អមើលខ្ញុំ rate ឲ្យ3 លើ 10 ទៅព្រោះជារឿង TB ដំបងបំផុតនៅលើ YouTube ដែលខ្ញុំតាមដានជក់មែនតើរឿងនេះទាំងវគ្គ1ទាំងវគ្គ2 Yeah bye